ឈ្មោះអាហារបានសួរថាមិនចង់រៀនសោះអាចខ្លាចជាអ្នកមានទេបាទចឹងលោកអាហារឬក៏អ្នកនាងអាហារឬក៏កញ្ញាអាហារបានសួរថាមិនចង់រៀនសោះអាចខ្លាចជាអ្នកមានទេអត់ទេមិនអាចខ្លាចជាអ្នកមានទេមិនចង់រៀនសោះគឺមិនអាចខ្លាចជាអ្នកមានបានទេការខ្លាចជាអ្នកមានមិនចាំបាច់ទៅរៀននៅសាលាក៏អាចខ្លាចទៅជាអ្នកមានឲ្យតែរៀននៅក្នុងកិច្ចការងារដែលយើងកំពុងធ្វើឬក៏រៀនអំពីអ្វីដែលយើងកំពុងធ្វើហើយបើយើងអត់រៀនសោះអាចខ្លាចជាអ្នកមានទេនោះអត់ទេអត់រៀនសោះគឺល្ងងហើយបើល្ងងរស់ស៊ីអត់កើតកុំថាឡើយរស់ស៊ីអត់កើតអត់មានសមត្ថភាពក្នុងការទទួលយកមរតកពីឪពុកម្ដាយផងបើឪពុកម្ដាយឲ្យមរតកមកមរតកហ្នឹងច្បាស់ជារលត់រលាយនៅពេលណាមួយខាងមុខមិនខានมันអាចស្នងមរតកបានហើយក៏มันអាចទទួលតំណែងបានបើឪពុកម្ដាយមានតំណែងធំចង់ឲ្យកូននឹងទទួលតំណែងកូននឹងមិនដែលរៀនសោះមានចំណេះដឹងមកពីណាក្នុងការដឹកនាំក្នុងការគ្រប់គ្រងក្នុងការបង្គាប់បញ្ជាគេនោះកុំថាឡើយឪពុកម្ដាយផ្ដល់តំណែងឲ្យកុំថាឡើយឪពុកម្ដាយឲ្យលុយឲ្យទ្រព្យសម្បត្តិសូម្បីតែព្រះក៏ជួយបុគ្គលបែបហ្នឹងមិនបានដែរអត់រៀនសោះមិនស្លាប់ទេតែមិនអាចមានទ្រព្យសម្បត្តិបានទេអ្នកណាដែលផ្ដល់ឲ្យទ្រព្យសម្បត្តិទៅដល់អ្នកដែលមិនរៀនសោះហ្នឹងអ្នកនឹងគង់តែធ្វើឲ្យទ្រព្យនោះវិនាសអន្តរាយរលត់រលាយខ្សលដោយអំបិលត្រូវទឹកដោយទៀនត្រូវថ្ងៃមិនខានព្រោះអត់រៀនអត់ចេះមិនអាចការពារទ្រព្យបានអត់ចេះមិនអាចរកទ្រព្យបានអត់ចេះមិនអាចធ្វើឲ្យទ្រព្យរីកចម្រើនអត់ចេះត្រូវគេបោកប្រាស់ងាយអត់ចេះត្រូវគេបញ្ជោដើម្បីយកទ្រព្យងាយអត់ចេះត្រូវគេប្រើល្បិចដើម្បីយកទ្រព្យងាយអត់ចេះគឺគ្មានសមត្ថភាពក្នុងការរកទ្រព្យកសាងទ្រព្យថែរក្សាទ្រព្យពង្រីកទ្រព្យសម្បត្តិទេអញ្ចឹងបងប្អូនចង់ខ្លាចទៅជាអ្នកមានមិនបានចូលសាលាក៏ហើយចុះប៉ុន្តែដាច់ខាតត្រូវតែរៀនដើម្បីខ្លាចជាអ្នកមានដាច់ខាតត្រូវតែរៀនដែលការរៀននោះមិនមែនចាំបាច់ទាល់តែរៀននៅសាលាគឺយើងរៀននៅក្នុងកិច្ចការដែលយើងកំពុងធ្វើបើយើងរកស៊ីអីយើងត្រូវរៀនលើវិស័យហ្នឹងបើយើងកាន់ទ្រព្យសម្បត្តិយើងត្រូវរៀនពីរបៀបកាន់ទ្រព្យសម្បត្តិបើយើងគ្រប់គ្រងទ្រព្យសម្បត្តិយើងត្រូវរៀនពីរបៀបគ្រប់គ្រងទ្រព្យសម្បត្តិហើយយើងគ្រប់គ្រងលុយត្រូវរៀនពីលុយកុំថាឡើយលុយកុំថាឡើយទ្រព្យសម្បត្តិផ្សេងសូម្បីតែយើងកាន់កាភ្លើងបើយើងអត់ចេះបាញ់កាភ្លើងផងពេលសត្រូវមកយើងអាចឈ្នះសត្រូវទេមិនត្រឹមតែមិនឈ្នះសត្រូវទេកាន់កាភ្លើងមកសត្រូវមកដណ្ដើមកាភ្លើងហ្នឹងយកមកបាញ់ខ្លួនវិញក៏មានដែរអញ្ចឹងការមិនរៀនវាមិនត្រឹមតែមិនអាចរកទ្រព្យសម្បត្តិឬក៏ការពារទ្រព្យសម្បត្តិឲ្យគង់វង្សបានទេវាអាចនឹងនាំគ្រោះមកដល់ខ្លួនទៀតផងនិងលៀបคล้ายទៅជាគ្រោះវិញផងណាអញ្ចឹងជោគវាសនានៃអ្នកមិនរៀនគឺអបញ្ញាអត់ចេះអបញ្ញាការមិនរៀនដូចយើងនាំគ្នាដូចយើងដើរដោយងងឹតភ្នែកឬយើងដើរក្នុងទីងងឹតយើងអត់មើលឃើញអ្វីទាំងអស់បញ្ហាចំពោះមុខក៏មើលមិនឃើញបញ្ហាក្រោយខ្នងក៏មើលមិនឃើញហានិភ័យផ្សេងទាំងឡាយដែលកើតមានតាមផ្លូវដំណើររបស់យើងក៏យើងមើលមិនឃើញយើងពោពេញដោយគ្រោះថ្នាក់យើងអាចជួបបញ្ហាយើងអាចដើរបុកជាងដើរបុកទ្វារដើរបុកកលាដើរធ្លាក់ជ្រោះឬក៏យើងអាចមានសត្វសាហាវមកស៊ីឬក៏យើងមានសត្រូវមកវាយបំបាក់វាយប្រហារកាប់សម្លាប់យើងបានយ៉ាងងាយវាជារឿងដែលគ្រោះថ្នាក់ជាទីបំផុតសម្រាប់អ្នកដែលមិនរៀនហើយយើងឃើញថាអ្នកខ្លះអត់រៀនផងខ្លាចជាអ្នកមានមិនមែនទេគេគ្រាន់តែអ្នកមានខ្លះគេគ្រាន់តែអត់បានទៅសាលាប៉ុន្តែគេបានរៀនយើងថាអត់ដែលអានសភៅផងហើយយើងក៏ថាទៀតអត់ដែលអានសភៅអត់ដែលស្ដាប់ទៀតការរៀនវាមិនមែនមានន័យថាត្រូវតែអានសភៅហើយក៏មិនមែនមានន័យថាត្រូវតែស្ដាប់ពីព្រោះពីដើមឡើយមកមនុស្សចាប់ដើមកកើនបញ្ញាមកគឺតាមរយៈការគិតដោយខ្លួនឯងគ្រាន់តែថាការគិតនឹងវាយឺតបើយើងមិនអានសភៅការគិតយឺតបញ្ញាដែលយើងធ្លាប់សន្សំក្នុងរយៈពេល1ឆ្នាំបានយើងអត់អានសភៅ10ឆ្នាំបានកើតនៅបញ្ញាសភៅគេប្រមូលផ្ដុំឲ្យយើងស្រួលគិតសាលារៀនគេបង្កើតឲ្យយើងស្រួលរៀនអញ្ចឹងអ្វីដែលយើងមានស្រាប់យើងគួរតែធ្វើឲ្យលឿនដល់ពេលយើងអត់បានរៀនសូត្រគឺយើងមិនចេះអញ្ចឹងបើពីដើមអ្នកប្រាជ្ញទាំងឡាយមធ្យោបាយនៃការរៀនរបស់គេសភៅក៏អត់មានមែនទេសភៅកើតក្រោយអ្នកប្រាជ្ញសាលារៀនកើតក្រោយអ្នកប្រាជ្ញមែនទេហើយគ្រូបង្រៀនក៏អត់មានអញ្ចឹងអ្នកប្រាជ្ញខ្លះក៏ត្រូវចាប់ផ្ដើមគិតដោយខ្លួនឯងដែលការគិតហ្នឹងគឺជាមធ្យោបាយមួយនៃការរៀនដ៏មានប្រសិទ្ធភាពដូច Albert Einstein គាត់ចាប់ផ្ដើមគិតវិភាគដោយខ្លួនឯងគាត់ដូច Isaac Newton គាត់ចាប់ផ្ដើមគិតទៅតាមព្រឹត្តិការណ៍ធម្មជាតិដែលកើតឡើងគាត់ឃើញផ្លែប៉ោមគាត់ដេកក្រោមដើមប៉ោមឃើញផ្លែប៉ោមធ្លាក់មកត្រូវក្បាលគាត់ចេះតែឆ្ងល់ចុះមិនបានផ្លែប៉ោមធ្លាក់ទៅលើចុងឈើមកដីចឹងហើយបើគាត់រើសផ្លែប៉ោមហ្នឹងក៏វត្តឡើងលើមិនបានវាមិនធ្លាក់ទៅនោះទៅហេតុអីក៏វានៅតែធ្លាក់មករកដីទៀតអញ្ចឹង
គាត់ក៏ចាប់ដើមប្រើខួរក្បាលរបស់គាត់ត្រេះរិះពិចារណាត្រេះរិះពិចារណាយូរទៅដល់ណាពិសោធន៍ក៏ចាប់ដើមពិសោធន៍យូរទៅក៏ឈានដល់ការកើតនៅបញ្ញាការយល់ដឹងទើបគាត់រកច្បាប់ទំនាញផែនដីឃើញច្បាប់ទំនាញនៃកម្លាំងឃើញអញ្ចឹងយើងឃើញគេថាមិនដែលអានសភៅមិនដែលចូលសាលាហើយក៏មិនដែលស្ដាប់អ្នកណានិយាយស្ដាប់តែបុគ្គលនឹងចេះអញ្ចឹងបុគ្គលនឹងចេះដោយមិនរៀនទេអត់ទេបុគ្គលនឹងចេះដោយការរៀនយើងត្រូវដឹងថាមធ្យោបាយនៃការរៀនគឺការមើលក៏ជាការរៀនការស្ដាប់ក៏ជាការរៀនការអានក៏ជាការរៀនការហាត់ក្លិនក៏ជាការរៀនការលឹកក៏ជាការរៀនការប៉ះក៏ជាការរៀនការអង្អែលក៏ជាការរៀនការគិតនៅក្នុងខួរក្បាលក៏ជាការរៀនអញ្ចឹងការរៀនមានច្រើនប្រភេទអញ្ចឹងមិនមែនការរៀនមានតែការអានមានតែការស្ដាប់មានតែការស្ដាប់គ្រូបង្រៀនហៅថាការរៀននោះទេអញ្ចឹងត្រឡប់មកវិញបងឆ្លើយថាមនុស្សយើងដាច់ខាតត្រូវតែរៀនដើម្បីក្លាយជាអ្នកមានដើម្បីក្លាយជាអ្នកជោគជ័យដើម្បីឲ្យជីវិតរស់បានល្អប្រសើរដាច់ខាតត្រូវតែរៀនហើយយើងមើលទៅបើយើងមានមធ្យោបាយរៀនរបៀបណាក៏យើងរៀនតាមមធ្យោបាយដែលយើងអាចធ្វើទៅបានទៅបើសិនជាសភៅគេបានចងក្រងមេរៀននឹងហើយយើងយកសភៅមកអានយើងទៅចំណាយពេលវេលាក្នុងការស្វែងរកធ្វើអីបើសាលារៀនគេបើកបង្រៀននៅមេរៀននឹងហើយយើងទៅរកដោយខ្លួនឯងយើងធ្វើអីលុះត្រាតែសាលារៀននឹងអត់បង្រៀនមិនដល់មេរៀននឹងទេអញ្ចឹងយើងចាំតែស្វែងរកដោយខ្លួនឯងដោយព្រះសម្មាសម្ពុទ្ធដែលស្វែងរកធម៌ត្រាស់ដឹងការត្រាស់ដឹងដោយខ្លួនឯងដោយអត់មានគ្រូអាចារ្យណាប្រដៅឬក៏បង្រៀនព្រះអង្គដល់បន្ទាប់ពីព្រះអង្គមានមូលដ្ឋានគ្រឹះនៃការអានមានមូលដ្ឋានគ្រឹះនៃការត្រេះរិះពិចារណាខ្លះៗមកមានចំណេះដឹងខ្ពង់ខ្ពស់មួយចំនួនដែលគ្មានអ្នកណាឈានទៅដល់គឺព្រះអង្គត្រូវឈានទៅដល់ដោយខ្លួនឯងហើយឈានទៅដល់របស់ព្រះអង្គនោះមិនមែនឈានទៅដល់ត្រឹមតែការគិតត្រឹមតែការពិចារណានោះទេគឺដល់ថ្នាក់ពិសោធន៍ទៅទៀតគឺដល់ថ្នាក់ពិសោធន៍នៃមโนរបស់ខ្លួននៃធម្មធាតុរបស់ខ្លួននៃចិត្តរបស់ខ្លួនយកចិត្តរបស់ខ្លួនទៅស្ទង់នឹងកម្ដៅទៅស្ទង់នឹងធម្មជាតិទៅស្ទង់នឹងអារម្មណ៍ផ្សេងតាមរយៈការវិបស្សនាក្តីតាមរយៈបច្ចេកទេសផ្សេងក្តីពិសោធន៍ពុះជ្រែកចិត្តខ្លួនឯងដើម្បីស្វែងយល់នៅការពិតនៅក្នុងខ្លួនហើយបន្ទាប់មកប្រើនៅអារម្មណ៍ប្រើនៅប្រាជ្ញាឈានដល់កម្រិតខ្ពស់ជាបន្តនឹងមកស្វែងរកនៅសច្ចភាពក្នុងធម្មជាតិទៀតនឹងជាមធ្យោបាយនៃការរៀនរបស់ព្រះអង្គពេលខ្លះយើងឃើញមនុស្សអង្គុយសមាធិយើងថាអត់រៀនមែនទេជួនកាលយើងឃើញមនុស្សដេកកងចាក់ខ្លាយកដៃកងណាស់យើងថាគាត់អត់រៀនមែនទេគាត់កំពុងតែគិតស្អីមួយខ្លះទៀតក៏តាមរយៈការសម័យតាមការសម័យបង្កើតតែជារូបភាពផ្សេងនៅក្នុងខួរក្បាលរបស់ខ្លួនរូបភាពនៅក្នុងខួរក្បាលរបស់ខ្លួននេះក៏ជាការរៀនសូត្រដែរឧទាហរណ៍តែគាត់សម័យឃើញថាផ្ទះរបស់គាត់នៅជាប់មាត់សមុទ្រមានសួនច្បារមានដើមឈើអញ្ចេះមានអាងទឹកអញ្ចេះមានរូបរាងផ្ទះអញ្ចេះអញ្ចឹងរូបភាពហ្នឹងវាកើតមាននៅក្នុងខួរក្បាលរបស់គាត់ស្រេចទៅហើយដល់តែគាត់បញ្ជាឲ្យគេធ្វើផ្ទះស្រាប់តែធ្វើទៅតាមការសម័យរបស់គាត់ហ្នឹងតាមរូបភាពនៅក្នុងខួរក្បាលរបស់គាត់ដកបែបហ្នឹងទៅយើងថាអីម្នាក់នេះខ្លាំងណាស់អត់រៀនផងអត់រៀនសូត្រផងស្រាប់តែធ្វើផ្ទះដ៏ល្អស្អាតមួយបានមិនមែនអត់រៀនសូត្រទេគាត់រៀនសូត្រតាមការស្រមៃដូច្នេះមធ្យោបាយនៃការរៀនសូត្រវិធីនៃការរៀនសូត្រមានច្រើនប្រភេទណាស់សំខាន់បំផុតឲ្យតែយើងរៀនកុំឲ្យអត់រៀនគឺជាការបិទទ្វារនៃប្រាជ្ញាជាការបិទទ្វារនៃគំនិតងងឹតសូន្យឈឹងដោយផែនដីអត់ព្រះអាទិត្យអត់កាយអត់ព្រះច័ន្ទអញ្ចឹងអត់មានភ្លើងសបនិមិត្តនេះគឺល្ងឹតឈឹងដូចរាល់ថ្ងៃនេះយើងភ្លឺដោយសារអំពូលម៉ែត្រដោយសារអគ្គិសនីដោយសារថាអំពូលធម្មជាតិថាអំពូលទឹកថាអំពូលខ្យល់ឬក៏ប្រេងហើយការភ្លឺនៅពេលថ្ងៃភ្លឺដោយសារព្រះអាទិត្យណាហើយការភ្លឺដោយព្រះច័ន្ទគឺជាការចាំងពន្លឺពីព្រះអាទិត្យអញ្ចឹងបើដកព្រះអាទិត្យចាញ់ហើយបើយើងអត់បានបង្កើតភ្លើងសបនិមិត្តឬភ្លើងអគ្គិសនីនេះផែនដីយើងយ៉ាងម៉េចទៅផែនដីយើងគឺងងឹតសូន្យសង់យើងមើលអីក៏មិនឃើញដែរហើយអ្នកដែលអត់បានរៀនសូត្រគឺបែបហ្នឹងអ្នកដែលអត់បានរៀនសូត្រអ្វីសោះគឺងងឹតសូន្យសង់ដោយផែនដីអត់មានពន្លឺអញ្ចឹង